កាលពីក្មេងយើងមិនយល់ទេកាលពីនៅតូចយើងតែងតែឆ្ងល់ថាហេតុអ្វីប៉ាម៉ាក់មិនអាចរកលុយបានច្រើនដូចគេហេតុអ្វីគ្រួសារយើងតែងតែជួបការលំបាករហូតឬរស់នៅលំបាកម្ល៉េះពេលនោះយើងមិនទាន់យល់ពីតម្លៃនៃញើសឈាមនិងការលះបង់របស់ពួកគាត់ទេយើងគិតថាជីវិតគឺសាមញ្ញដោយការលេងសើចមិនទាន់ដឹងថាជីវិតពិតប្រាកដជាមានភាពជូរចត់ប៉ុណ្ណាប៉ុន្តែពេលធំឡើងទើបយើងដឹងថាថ្លៃម្ហូបអាហារថ្លៃទឹកថ្លៃភ្លើងថ្លៃរស់នៅទាំងអស់គឺត្រូវការលុយនិងភាពតស៊ូដ៏ខ្លាំងពេលនោះហើយយើងទើបយល់ថាការរកលុយរបស់ប៉ាម៉ាក់ពិតជាលំបាកមែនជីវិតពិតគឺដូចពាក្យដែលគេដំណាលតគ្នាថាចាយលុយងាយតែរកលុយវិញពិបាកមិនបានភ្លុកញើសខ្លួនឯងទេមិនដឹងទេថាប្រៃយ៉ាងណារសជាតិជីវិត100ជំពូកគឺមានតែខ្លួនយើងទេដែលបានភ្លុកទើបដឹងថាគ្មាននរណាម្នាក់រស់នៅស្រួលនោះទេតើអ្នកណាមិនតស៊ូដើម្បីជីវិតនោះណាស់ហើយមនុស្សគ្រប់រូបសុទ្ធតែកំពុងតស៊ូដើម្បីជីវិតរៀងៗខ្លួនកាលពីមុនយើងពិតជាមិនយល់ពីក្តីលំបាករបស់ឪពុកម្ដាយទេការចិញ្ចឹមបញ្ចាថែរក្សាកូនឲ្យធំធាត់គឺជាកម្លាំងកាយចិត្តនិងសមត្ថភាពដ៏ធំបំផុតរបស់ពួកគាត់កុំមើលរំលងការលះបង់របស់ឪពុកម្ដាយពួកគាត់ប្រឹងប្រែងដើម្បីឲ្យកូនមានអនាគតល្អធំធាត់និងរស់នៅបានមិនថាជីវិតលំបាកយ៉ាងណាក៏សូមកុំបន្ទោសពួកគាត់តែត្រូវចេះដឹងគុណតបគុណនិងគោរពមាតាបិតាមនុស្សដែលដឹងគុណឪពុកម្ដាយមិនថាពេលមិនសូវសម្បូរឬពេលធូរធារទេជាមនុស្សដែលមានគុណធម៌និងមានចរិតល្អពិតប្រាកដ